ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងលើកយកមុខម្ហូបមួយប្រភេទដើម្បីបង្ហាញបងប្អូនទស្សនាទាំងអស់គ្នាហើយមុខម្ហូបមួយប្រភេទនេះគឺមិនសូវជាមានអ្នកធ្វើញ៉ាំប្រមាណទេមុខម្ហូបនោះដែរគឺញោមសារាយសមុទ្របងប្អូនដោយសារតែសារាយសមុទ្រនេះគឺមានលក់តែនៅតាមបណ្ដាខេត្តដែលនៅជាប់សមុទ្រហើយតាមបណ្ដាខេត្តដូចយើងនៅឆ្ងាយៗគឺមិនសូវជាមានអ្នកលក់ប្រមាណទេដូច្នេះហើយបានជានាងខ្ញុំយកមុខម្ហូបនេះមកបង្ហាញបងប្អូនតែម្ដងទៅហើយគ្រឿងផ្សំមានដូចជាទឹកត្រីប៊ីចេងស្ករអំពិលទុំសណ្តែកដីខ្ទឹមសខ្ទឹមក្រហមបងប្អូនសាច់ជ្រូក3ជាន់ហើយនិងបន្លែមួយចំនួនដូចជាត្រសក់ការ៉ុតប៉េងប៉ោះស្ពៃក្តោបជីបន្តិចហើយនិងសារាយសមុទ្រនឹងឯងដំបូងនេះខ្ញុំចាប់ផ្ដើមស្ងោរសាច់ជ្រូក3ជាន់របស់យើងបងប្អូនគ្រាន់តែដាំទឹកឲ្យពុះដាក់គល់ស្គ្រៃ3គល់និងអំបិលបន្តិចហើយដាក់រំងាស់វាចោលតែម្ដងទៅបន្ទាប់មកទៀតនាងខ្ញុំចាប់ផ្ដើមយកសារាយសមុទ្រមកស្រុះជាមួយទឹកក្តៅបងប្អូនហើយសូមបញ្ជាក់បងប្អូនបន្តិចមុននឹងនាងខ្ញុំយកមកស្រុះទឹកក្តៅគឺនាងខ្ញុំត្រាំសារាយសមុទ្រនឹងប្រហែលជា2-3ម៉ោងហើយលាងវាសម្អាតជំរះអញ្ចឹងណាប៉ុន្តែនាងខ្ញុំមិនបានថតជូនបងប្អូនទេចាគឺលាងហើយត្រាំវាឲ្យរីកឲ្យស្អាតហើយចាំយកវាមកស្រុះបងប្អូនគឺស្រោះជាមួយទឹកក្តៅដែលបានដាំពុះហើយស្រង់វាទុកម្ល៉េះសិនបន្ទាប់មកទៀតនាងខ្ញុំចាប់ផ្ដើមហាន់បន្លែនិងខ្ទឹមខ្លះៗដើម្បីធ្វើជាទឹកត្រីសម្រាប់ញ៉ាំចំពោះទឹកត្រីញ៉ាំនាងខ្ញុំប្រើខ្ទឹមក្រហមខ្ទឹមសម្ទេសប៊ីចេងស្ករទឹកត្រីនិងអំពិលទុំបងប្អូនដាក់វាហើយកូរវាឲ្យសព្វចំពោះអំពិលទុំគឺនាងខ្ញុំប្រើទាំងគ្រាប់តែម្ដងហើយចាក់ទឹកត្រីចូលអញ្ចឹងបងប្អូនកូរវាឲ្យសព្វមកហើយយើងធ្វើតម្រូវរសជាតិញ៉ាំរៀងប្រៃជូរផ្អែមដិតណាបងប្អូនបានញ៉ាំទៅឆ្ងាញ់អំពិលទុំបងប្អូនអាចច្បាច់យកទឹកតែម្ដងក៏បានដែរតែនេះខ្ញុំដាក់ទាំងគ្រាប់ហើយបន្ថែមនៅក្រូចឆ្មាមួយផ្លែផងដែរដើម្បីឲ្យវាមានក្លិនឈ្ងុយអញ្ចឹងណាបន្ទាប់មកទៀតនាងខ្ញុំហាន់បន្លែដើម្បីញ៉ាំវិញម្ដងហើយបន្លែដែលនាងខ្ញុំយកមកញ៉ាំថ្ងៃនេះគឺមានប៉េងប៉ោះ2ផ្លែអញ្ចឹងបងប្អូនស្ពៃក្តោបមួយខាងគល់ហើយត្រសក់2ផ្លែការ៉ុត2មើមស្ទឹមបារាំងពណ៌ស្វាយហ្នឹងចំនួន1មើមដែរបងប្អូនចំពោះបន្លែបងប្អូនចិត្តតាមចំណង់ចំណូលចិត្តអញ្ចឹងណាបងប្អូនបន្លែបងប្អូនអាចដាក់ផ្សេងទៀតក៏បានដែរដូចជាម្ទេសផ្លោកអីអញ្ចឹងដោយសារថ្ងៃនេះខ្ញុំអត់មានខ្ញុំប្រើតែប៉ុណ្្នឹងតែម្ដងទៅចាចិត្តបន្លែវាចិត្តឥឡូវសាច់របស់នាងខ្ញុំបានពុះឆ្អិនហើយក៏ទុកបន្លែវាម្លែកសិនទៅក៏ទៅស្រង់សាច់ជ្រូកដើម្បីមកហាន់វិញម្ដងបងប្អូនចំពោះសាច់ជ្រូកស្ងោរបងប្អូនអាចប្រើសាច់3ជាន់ក៏បានសាច់ស្មើមុខក៏បានគឺវាមានរសជាតិឆ្ងាញ់ដូចគ្នាបន្ទាប់មកទៀតនាងខ្ញុំទុកឲ្យត្រជាក់បន្តិចយកវាមកហាន់ជាចំណិតតូចៗអញ្ចឹងណាបងប្អូនបន្ទាប់ពីធ្វើទឹកត្រីញ៉ាំហាន់សាច់ហើយនឹងបន្លែសពមុខរួចមកយើងចាប់ផ្ដើមញ៉ាំតែម្ដងទៅហើយក្នុងការញ៉ាំសារាយសមុទ្រនេះដែរយើងដាក់បន្លែសពមុខដែលយើងបានហាន់អំបាញ់មិញណាតាមចំណង់ចំណូលចិត្តរបស់បងប្អូនមកចាដាក់សារាយសមុទ្រក៏តាមចំណង់ចំណូលចិត្តបន្ទាប់មកទៀតដាក់សាច់និងជីតែបន្តិចចាហើយស្រូបទឹកត្រីដែលយើងបានធ្វើអំបាញ់មិញហ្នឹងតាមបរិមាណបន្លែហើយនឹងសាច់ហើយយើងចាប់ផ្ដើមច្បល់យកតែម្ដងជាការស្រេចហើយបងប្អូនចំពោះមុខម្ហូបញ៉ាំគ្រប់ប្រភេទឲ្យតែយើងធ្វើទឹកត្រីត្រូវឆ្ងាញ់ណាគឺញ៉ាំរបស់យើងឆ្ងាញ់ហើយបងប្អូនមិនថាញ៉ាំសារាយញ៉ាំមីសួរឬក៏ញ៉ាំអ្វីផ្សេងទៀតទេរបៀបធ្វើញ៉ាំសារាយសមុទ្ររបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនអាចសាកធ្វើញ៉ាំបានទាំងអស់គ្នាហើយរសជាតិរបស់វាគឺប្រៃល្មមផ្អែមជូរហឹរបងប្អូនសារាយសមុទ្រគឺយើងខាំទៅគឺច្រប់ណាមេឃកំពុងភ្លៀងអញ្ចឹងណាអង្គុយញ៉ាំម្នាក់ឯងមើលទឹកភ្លៀងអញ្ចឹងនិយាយពីថាជាតិដល់ហើយបងប្អូនហើយជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀត